សាកសព15នាក់ត្រូវបានរកឃើញពីបឹងដែលនាវាចម្លងបានលិចនៅស៊ីបាវេមន្ត្រីមូលដ្ឋានម្នាក់បានប្រាប់សារព័ត៌មានដែលគ្រប់គ្រងដោយរដ្ឋថាសាកសពចំនួន15នាក់ត្រូវបានរកឃើញពីបឹងមួយនៅក្នុងប្រទេសស៊ីបាវេជាកន្លែងដែលស្រឡាងឬនាវាចម្លងដឹកអ្នកដំណើរមួយគ្រឿងបានលិចកាលពីថ្ងៃអង្គារទី11ខែសីហាឆ្នាំ2026ហើយយ៉ាងហោចណាស់មនុស្ស27នាក់រួមទាំងកុមារតូចៗផងដែរនៅតែបាត់ខ្លួននគរបាលបានប្រាប់កាលពីថ្ងៃអង្គារថាទូកមួយគ្រឿងដែលដឹកអ្នកដំណើរ90នាក់និងសមាជិកនាវិក5នាក់បានលិចនៅបឹងកាលីបាប៉ុន្តែមិនបានផ្ដល់ចំនួនអ្នកស្លាប់ឬបញ្ជាក់ថាតើមានមនុស្សប៉ុន្មានអ្នកត្រូវបានជួយសង្គ្រោះនោះទេប្រព័ន្ធផ្សព្វផ្សាយស៊ីបាវេបានដកស្រង់សម្ដីពីមន្ត្រីមូលដ្ឋានម្នាក់ដែលបាននិយាយថាសម្បត្តិចំនួន114សន្លឹកត្រូវបានលួចចេញសម្រាប់ការធ្វើដំណើររបស់នាវាចម្លងនេះដែលបង្ហាញថាមានមនុស្សជាច្រើនទៀតនៅលើទូកនោះអ្នកនាំពាក្យនគរបាលមិនបានឆ្លើយតបឡើយចំពោះការហៅទូរស័ព្ទរបស់សារព័ត៌មាន Reuters ដើម្បីសុំការអធិប្បាយនៅថ្ងៃពុធនេះអ្នកនាំពាក្យនគរបាលមិនបានឆ្លើយតបឡើយចំពោះការហៅទូរស័ព្ទរបស់សារព័ត៌មាន Reuters ដើម្បីសុំការអធិប្បាយនៅថ្ងៃពុធនេះ